សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសុជាតិខ្ញុំគឺជា founder The Knowledge Plus ដែលអ្នកទាំងអស់គ្នាតែងស្គាល់នៅក្នុង Telegram ហើយនិង YouTube Channel ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែលចង់បង្ហាញអ្នកទាំងអស់គ្នាអំពី Trading Board ដែលខ្ញុំទើបតែបង្កើតឡើងសម្រាប់ការ trade ទៅលើ crypto ចំពោះ Trading Board នេះគឺខ្ញុំនឹងបើកឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេល1សប្តាហ៍បន្ទាប់ពីថ្ងៃដែលខ្ញុំចេញវីដេអូនេះទៅដើម្បីប្រើប្រាស់ Trading Board ខ្ញុំឲ្យមានប្រសិទ្ធភាពខ្ញុំចង់បង្ហាញគន្លឹះអ្នកទាំងអស់គ្នាមួយចំនួនដែលអ្នកទាំងអស់គ្នាគួរដឹងមុននឹងចូលទៅប្រើប្រាស់ជាដំបូងនេះដែរខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់អំពី technique ដែលខ្ញុំប្រើប្រាស់ទៅលើ Trading Board នេះតើមានមូលដ្ឋានគ្រឹះអ្វីខ្លះតើ Trading Board របស់ខ្ញុំដំណើរការមិនខ្លះដល់ពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើម scan នៅលើ screenshot នឹងអ្នកទាំងអស់គ្នានឹងចូលទៅកាន់ board របស់ខ្ញុំមួយអញ្ចឹងអ្នកទាំងអស់គ្នាអាចចុច start ដល់ពេលនោះគឺអ្នកទាំងអស់គ្នានឹងឃើញពី list នៃ drop down ដូចជា payment ឬក៏ referral ឬក៏ការផ្ញើទៅកាន់ admin ចឹងទៅអញ្ចឹងនៅក្នុងនេះគឺខ្ញុំមានជា trading bot 2ដែលអ្នកទាំងអស់គ្នាគួរដឹងនៅក្នុងនោះអ្នកទាំងអស់គ្នាឃើញ bot របស់ខ្ញុំ2ដែលមានឈ្មោះថា trend trading bot ហើយនិង rank snapper trading bot អញ្ចឹងមូលហេតុអ្វីបានខ្ញុំបង្កើត bot 2នេះឡើងក្នុងពេលតែមួយគោលដៅដែលខ្ញុំបង្កើត bot ទាំងពីរនេះគឺវាមានលក្ខណៈស្តៀងគ្នាហើយខុសគ្នាត្រង់ថាលក្ខណៈស្តៀងគ្នាគឺវាផ្ដោតទៅលើរយៈពេល trade នៃ4ម៉ោង1ម៉ោងហើយនិង15នាទីដូចគ្នាហើយនឹងវាយក Bitcoin ជា goal អញ្ចឹងបើសិនជា Bitcoin bully ភាគច្រើនគឺ bot របស់ខ្ញុំគឺនឹងធ្វើការ block short គ្រប់កា altcoin ទាំងអស់ដើម្បីកុំឲ្យវាទុយពីទីផ្សារអញ្ចឹងនេះគឺជាលក្ខណៈស្តៀងគ្នាហើយចំពោះលក្ខណៈខុសគ្នាគឺត្រង់ថាចំពោះ bot នីមួយៗគឺប្រើ structure ហើយនិងការ entry ខុសគ្នាបើសិនបើអ្នកទាំងអស់គ្នាទទួលបាន signal ណាមួយក្នុង bot ទាំងពីរនេះគឺអ្នកទាំងអស់គ្នានឹងឃើញពីភាពខុសគ្នាចំពោះ bot trend signal គឺខ្ញុំសរសេរ code និង blueprint របស់ bot របស់ខ្ញុំគឺឲ្យវាផ្ដោតទៅលើ trend trading មានន័យថាបើសិនជាទីផ្សារនៅ bullish គឺវានឹងបន្តធ្វើការគណនាផ្ដល់ជា signal ជាលក្ខណៈ bullish ឲ្យអ្នកទាំងអស់គ្នានឹងឃើញពីការចូលច្រើនឬក៏បើសិនជា trend វា bearish គឺវានឹងចាប់ជា signal bearish ភាគច្រើនគឺវានឹងចេញជា short ឲ្យអ្នកទាំងអស់គ្នាឃើញច្រើនអញ្ចឹងចំពោះ strategy របស់ trend trading នេះគឺផ្ដោតសំខាន់ទៅលើមួយ strategy មានន័យថាគឺ entry នៅពេលដែលទីផ្សារវាផ្ដល់ឱកាសឲ្យតែបើសិនជាពោះ rank snapper bot គឺវាផ្ដោតសំខាន់ទៅលើ rank អញ្ចឹងចំពោះ entry strategy របស់ rank snapper bot របស់ខ្ញុំគឺផ្ដោតសំខាន់ទៅលើ4ធំមានដូចជា swap reclaim entry មានដូចជា pullback មានដូចជា trigger អញ្ចឹងនៅពេលអ្នកទាំងអស់គ្នាឃើញ signal ណាមួយអ្នកទាំងអស់គ្នានឹងឃើញ note នៅក្នុង Telegram ដែលខ្ញុំបានដាក់នៅក្រោមនឹងគឺជា signal ដែលបង្ហាញអំពីតើនេះគឺជា strategy អីគេចំពោះ rank snapper bot ហ្នឹងចំពោះយុទ្ធសាស្ត្រមួយគឺខ្ញុំប្រើស្តៀងគ្នាហើយនឹងខុសគ្នាអញ្ចឹងបើសិនជាអ្នកអង្គគ្នាសួរថាតើការប្រើប្រាស់ bot មួយអាចទុកចិត្តបានអត់បើសិនជាយើងអត់ប្រើទាំងពីរចម្លើយគឺបានការប្រើប្រាស់ទាំងពីរនេះគឺគ្រាន់តែជាគេហៅថា add benefit time ដើម្បីឲ្យជា strong confirmation បើសិនអ្នកអង្គគ្នាជ្រើសប្រើប្រាស់ bot ណាមួយនៅពេលដែល expire ទៅលើ free trial ហ្នឹងក៏អ្នកទាំងគ្នាអាចធ្វើបានដែរអញ្ចឹងចំពោះថ្ងៃនេះបន្ទាប់ពីថ្ងៃខ្ញុំចេញវីដេអូទៅគឺអ្នកទាំងគ្នានឹងទទួលបានការសាកល្បងទាំងពីរ bot អញ្ចឹងអ្នកទាំងគ្នាអាចធ្វើការតេស្តសាកមើលបានអូខេនេះគឺជាការបញ្យល់ទូទៅអំពី bot របស់ខ្ញុំហើយនឹងអីដែលខ្ញុំកំពុងបង្កើតឡើងអញ្ចឹងចំពោះយុទ្ធសាស្ត្រនៃ bot មួយគឺខ្ញុំប្រើផ្សេងគ្នាតែអ្វីដែលស្តៀងគ្នាគឺទៅលើ time frame 4ម៉ោង1ម៉ោងនិង15នាទីហើយនឹងមើល BTC contact ជា goal ដោយសារតែ BTC គឺជា main អញ្ចឹងចំពោះការប្រើប្រាស់យុទ្ធសាស្ត្រ entry ហើយនឹងយុទ្ធសាស្ត្រចូលដូចជា order flow ហើយនឹង market structure គឺខ្ញុំប្រើខុសគ្នាអ្នកទាំងគ្នាចាំសង្កេតមើលបានអញ្ចឹងនេះគឺជាភាពខុសគ្នារបស់ bot របស់ខ្ញុំហើយខ្ញុំនឹងចូលបន្ទាប់ទៅកាន់វាប្រើប្រាស់ហើយនឹងការមើលទៅលើ signal បើសិនអ្នកទាំងគ្នាមើលនៅក្នុងវីដេអូនេះនៅក្នុង signal bot របស់ខ្ញុំគឺមិនចាំបាច់អ្នកទាំងគ្នាចូលទៅកាន់ group ណាមួយឬក៏ចូលទៅកាន់ Telegram ណាមួយទេគឺ signal នឹងផ្ញើទៅកាន់ personal Telegram របស់អ្នកទាំងគ្នា automatic ដើម្បីអាចទទួលបានសិទ្ធិប្រើប្រាស់សារល្បងនៅក្នុង bot របស់ខ្ញុំទាំងពីរនេះមុនបងអ្នកទាំងគ្នាត្រូវចុច link ខាងក្រោមឬក៏អាច scan នៅលើ QR នេះបន្ទាប់មកអ្នកទាំងគ្នាចុច start អ្នកទាំងគ្នាបន្ទាប់ពីចុច start ហើយអ្នកទាំងគ្នាមិនចាំបាច់ធ្វើអីទាំងអស់គ្រាន់តែធ្វើការ screenshot ហើយនឹងផ្ញើអា screenshot នោះទៅកាន់ contact support ដែលមានប៊ូតុងនៅលើ bot ហ្នឹងបន្ទាប់មកខ្ញុំនឹង approve ឲ្យអ្នកទាំងគ្នាចូលទៅប្រើប្រាស់ bot ទាំងពីរហ្នឹងដូចគ្នានឹងដែរខ្ញុំក៏បានប្រើប្រាស់យុទ្ធសាស្ត្រមួយដែលមានសារៈសំខាន់នៅក្នុង bot របស់ខ្ញុំគឺយុទ្ធសាស្ត្រ risk management បើសិនអ្នកទាំងគ្នាមើលលើ chart Telegram bot ដែលផ្ដល់ signal ឲ្យគឺសិតតែមាន position size ហើយនឹងចំនួន USDT ហើយនឹងចំនួន entry strategy អីចឹងទៅអញ្ចឹងអានេះ
ខ្ញុំ design យ៉ាងណាធ្វើឲ្យ risk management របស់អ្នក trade មួយគឺមានសុវត្ថិភាពហើយគាត់ចេះគ្រប់គ្រង risk ច្បាស់ខ្លួនឯងដើម្បីអាចធ្វើការប្រើប្រាស់ risk management tool ដែលខ្ញុំមាននៅក្នុង Telegram bot ហ្នឹងអ្នកនរគ្នាគួរតែធ្វើដូចខ្ញុំនៅក្នុងវីដេអូនេះជាមុនអ្នកនរគ្នាគួរតែចុចពាក្យថា set capital ពាក្យថា set capital នេះមានន័យថាលុយដើមនៃលុយតុនដែលអ្នកនរគ្នាចង់ចូល trade ក្នុង position future ហ្នឹងអញ្ចឹងទី2គឺបន្ទាប់ពីអ្នកនរគ្នា set capital ហើយអ្នកនរគ្នាអាច set risk មានន័យថាហានិភ័យនៃអ្នកនរគ្នានឹងគិតថាខាតក្នុង position មួយឧទាហរណ៍ថាក្នុងករណីខ្ញុំ set 10% អញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាអាចធ្វើការ adjust risk មានថាសម្រាប់តាម risk នៅពេលដែលលុយរបស់អ្នកនរគ្នាកើនហើយនឹងលុយអ្នកនរគ្នាចុះអ្នកនរគ្នាអាចធ្វើការ adjust risk នឹងអ្នកនរគ្នានឹងបានបន្ទាប់ពីអ្នកនរគ្នា set risk និង capital នឹងហើយរៀបរាប់ដែល portion ដែល bot របស់ខ្ញុំ fire signal មួយគឺវានឹងគណនា portion size USDT ដែលអ្នកនរគ្នាគួរចូលជាមួយនឹង risk ហើយនឹង capital ដែលអ្នកនរគ្នា set នឹងចា៎នេះជាភាពងាយស្រួលមួយដែលអ្នកនរគ្នាអាចប្រើប្រាស់ bot Telegram របស់ខ្ញុំដោយមិនចាំបាច់ខ្វល់ខ្វាយឬក៏ cost management អាហ្នឹងវាជាលក្ខណៈងាយស្រួលខ្ញុំឲ្យអ្នកនរគ្នាអាចធ្វើបានហើយមួយទៀតបន្ទាប់ពីអ្នកនរគ្នាទទួលបាន portion បើសិនជា portion របស់អ្នកនរគ្នាចំណេញអញ្ចឹងអ្នកនរគ្នាគួរតែចុច add capital រួចហើយដាក់ចំនួនឧទាហរណ៍ថា add capital រួចដាក់ចំនួន$10ឬក៏$20អាហ្នឹងបើសិនអ្នកនរគ្នាចំណេញអ្នកនរគ្នាគួរតែដាក់ចំនួនជាលុយអញ្ចឹងទៅគឺមានថា capital របស់អ្នកនរគ្នានឹងធ្វើការ increase auto អញ្ចឹងពេលក្រោយទៀតបើសិនជា signal វា fire គឺ automatic វានឹង update តាម portion size USDT ជាមួយនឹង risk capital ដែលអ្នកនរគ្នាចំណេញនឹងតែបើសិនជា portion របស់អ្នកនរគ្នាខាតអ្នកនរគ្នាគាត់ដាក់ add capital ហើយដកចំនួនលុយហ្នឹងទៅគឺ portion នៅក្នុងហ្នឹងក៏វានឹង adjust auto ដែរមានន័យថា update ឲ្យអ្នកនរគ្នា auto ដែរហើយចំពោះការប្រើប្រាស់នេះគឺងាយស្រួលរៀងរាល់ដែល portion វា fire នីមួយៗគឺអ្នកនរគ្នានឹងទទួលបានការ update portion size automatic ក្នុងពេលឥឡូវគឺចំពោះអ្នកប្រើប្រាស់ free trial អ្នកនរគ្នាអាចចូលប្រើប្រាស់ក្នុង Telegram បានតែចំពោះ website បើសិនអ្នកនរគ្នាចង់ប្រើប្រាស់ទៅលើ person management ឬក៏ trade launcher អ្នកនរគ្នាអាចចូលទៅ register account ហើយប្រើប្រាស់ដោយសេរីដោយគិតថ្លៃតែចំពោះការ track ទៅលើទិន្នន័យដូចជា win rate លើ person នៅលើ website dashboard គឺអត់អាចមើលបានទេអាហ្នឹងគឺសម្រាប់តែអ្នកដែល register ពេលក្រោយឬក៏បង់លុយអញ្ចឹងនេះគឺជារបៀបប្រើប្រាស់ bot របស់ខ្ញុំដើម្បីឲ្យមានប្រសិទ្ធភាពអ្នកទាំងអស់គ្នាគួរតែចំណាយពេលក្នុងការមើលឲ្យលម្អិតបើសិនមានសំណួរអាចធ្វើការឆាតស៊ូមកខ្ញុំបន្ថែមបានជាចុងក្រោយមុននឹងអ្នកទាំងអស់គ្នាអាចធ្វើការ access ទៅលើ bot របស់ខ្ញុំបានអ្នកទាំងអស់គ្នាគួរតែចុច start អ្នកទាំងអស់គ្នាមិនចាំបាច់ធ្វើអ្វីទាំងអស់គ្រាន់តែ screenshot ឈ្មោះរបស់អ្នកទាំងអស់គ្នាដែលចុច start ហ្នឹងផ្ញើមកកាន់ inbox របស់ខ្ញុំដែលមាននៅក្នុង contact support ហ្នឹងផ្ញើចូលតាមនឹងមកបន្ទាប់មកខ្ញុំនឹង approve ក្នុងរយៈពេល24ម៉ោងមានន័យថាបន្ទាប់ពីវីដេអូនេះចេញទៅគឺខ្ញុំនឹងធ្វើការ approve នៅពេល24ម៉ោងក្រោយអញ្ចឹង deadline នៃការ allow ម្នាក់ deadline នៃការអនុញ្ញាតឲ្យអ្នកទាំងគ្នាអាចចូលទៅប្រើប្រាស់ហើយនឹងចុច start ដើម្បីអាចទទួលបាន approve នេះក៏ក្នុងរយៈពេល24ម៉ោងដែរអូខេខ្ញុំគិតថាមានតែប៉ុណ្ណេះសម្រាប់ការដាក់ចេញនៅ bot របស់ខ្ញុំដែលអ្នកទាំងគ្នាអាចចូលទៅកាន់ប្រើប្រាស់ហើយនឹងសាកល្បងបានបញ្ជាក់ម្ដងទៀត bot នេះគឺមិនមែនជា bot ដែល trade ឲ្យអ្នក automatic នោះទេគឺជា bot ដែលផ្ដល់ជា signal ឲ្យអ្នកសម្រាប់ជាការសម្រេចចិត្តខ្លួនឯងចំពោះការ trade គឺសិតតែមានហានិភ័យអញ្ចឹងចំពោះការផ្ដល់នេះខ្ញុំគិតថាវាគន់តែជាអ្នកសម្រួលការងារឲ្យអ្នកទាំងគ្នាដល់មិនចាំបាច់ទៅមើលឆាតដល់មិនចាំបាច់ចំណាយពេលជាមួយឆាតច្រើនអញ្ចឹងអរគុណហើយការធ្វើនេះគឺមិនមែនជា financial advice អ្នកទាំងគ្នាត្រូវមានទំនួលខុសត្រូវខ្លួនឯងក្នុងការ trade ឬឲ្យចូល position នីមួយៗអញ្ចឹងសង្ឃឹមថានឹងជួបអ្នកទាំងគ្នានៅក្នុងវីដេអូក្រោយកុំភ្លេចតាមដានហើយនិង subscribe channel របស់ខ្ញុំបាយបាយ